ចំណងជើងចុងភៅក្នុងស្បែកមុខនិងមហាសេដ្ឋីរើសចំណីបុរសម្នាក់នេះមានជំងឺមិនឃ្លានអាហារយ៉ាងធ្ងន់ធ្ងរទោះគេញ៉ាំអ្វីក៏ដោយក៏គេមានអារម្មណ៍ថាវាមិនមានរសជាតិទាល់តែសោះហេតុនេះហើយគេបានដេញចុងភៅល្បីជាច្រើនចេញរហូតដល់ថ្ងៃមួយគេបានភ្លក់រសជាតិឆាស្ពៃក្តោបដ៏សាមញ្ញបំផុតគេក៏ដកដង្ហើមធំដោយក្តីពេញចិត្តថាវាគឺជាអាហារដែលឆ្ងាញ់បំផុតដែលគេមិនធ្លាប់បានញ៉ាំពីមុនមកប៉ុន្តែគេមិននឹកស្មានសោះថាចុងភៅម្នាក់នោះគឺជាក្មេងស្រីដែលមានរូបរាងមិនសូវស្អាតបាតម្នាក់ទោះបីជាគេមិនពេញចិត្តនឹងរូបរាងរបស់នាងប៉ុន្តែដើម្បីរសជាតិអាហារគេក៏សម្រេចចិត្តរៀបការជាមួយនាងបន្ទាប់ពីត្រឡប់មកផ្ទះវិញបុរសនោះបានឲ្យកាតធនាគារដែលមានប្រាក់$3,000,000ទៅនាងគេប្រាប់នាងឲ្យទទួលខុសត្រូវរាល់អាហារទាំងអស់របស់គេចាប់ពីពេលនេះទៅដោយឃើញតម្លៃខ្ពស់បែបនេះក្មេងស្រីមានចិត្តសប្បាយរីករាយណាស់នាងក៏ប្រញាប់ធ្វើម្ហូបឆាពងទាជាមួយប៉េងប៉ោះឲ្យប្តីភ្លាមប៉ុន្តែខណៈនោះនាងក៏ទទួលបានទូរស័ព្ទហើយក៏ដើរចេញទៅក្រៅមួយផ្លែតអ្នកបម្រើម្នាក់ដែលច្រណែននឹងនាងក៏បានលួចចាក់ម្រេចយ៉ាងច្រើនចូលទៅក្នុងម្ហូបនោះដោយមិនដឹងខ្លួនក្មេងស្រីក៏បានលើកម្ហូបនោះទៅឲ្យបុរសជាប្តីដូចធម្មតាបន្ទាប់ពីភ្លក់រួចបុរសនោះខឹងសម្បារយ៉ាងខ្លាំងគេគិតថានាងមិនចេះធ្វើម្ហូបទាល់តែសោះសូម្បីតែក្មេងស្រីខ្លួនឯងក៏មិនជឿថាម៉េចក៏ម្ហូបនាងមានរសជាតិអាក្រក់បែបនេះដែរបុរសនោះបានដេញនាងចេញហើយប្រាប់ថាកុំតាក់ទងមកគេទៀតឲ្យសោះប៉ុន្តែនាងមិនបានយកសម្ដីគេមកទុកក្នុងចិត្តឡើយផ្ទុយទៅវិញនាងកាន់តែផ្ដោតលើការអភិវឌ្ឍជំនាញធ្វើម្ហូបរបស់នាងខ្លាំងជាងមុនត្រឹមតែ2 ខែប៉ុណ្ណោះនាងបានក្លាយជាអ្នកល្បីលើអ៊ីនធឺណិតInternet Celebrity ដែលមានអ្នកគាំទ្ររាប់សិបលាននាក់ក្នុងពេលជាមួយគ្នានោះដោយសារតែបុរសនោះមិនបានញ៉ាំអាហារឆ្ងាញ់យូរពេកគេក៏បានរៀបចំការប្រកួតធ្វើម្ហូបមួយគេបានផ្ដល់ប្រាក់ខែយ៉ាងខ្ពស់ដើម្បីជួលអ្នកឈ្នះមកធ្វើជាចុងភៅឯកជនរបស់គេនៅពេលដឹងរឿងនេះក្មេងស្រីក៏បានចុះឈ្មោះចូលរួមភ្លាមដោយសារតែនាងតុបតែងខ្លួនយ៉ាងស្អាតបុរសនោះចំណាំនាងមិនបានឡើយដើម្បីឲ្យច្បាស់ថាមិនឲ្យគេស្គាល់នាងនៅតែពាក់ស្បៃបិទមុខក្នុងអំឡុងពេលប្រកួតគ្រប់គ្នាឆ្ងល់នឹងការតុបតែងខ្លួនដ៏ចម្លែករបស់នាងប៉ុន្តែនាងប្រាប់ថានាងនឹងដកស្បៃមុខចេញលុះត្រាតែនាងឈ្នះពានរង្វាន់វិញ្ញាសាដំបូងគឺជំនាញប្រើកាំបិតគូប្រជែងរបស់នាងមានទំនុកចិត្តខ្លាំងណាស់គេបានហាន់ការ៉ុតទៅជាចំណិតយ៉ាងស្អាតមើលទៅដូចជាសរសៃឬសអញ្ចឹងចំណែកក្មេងស្រីវិញនាងគ្រាន់តែហាន់ការ៉ុតពី3កាំបិតយ៉ាងលឿនគ្រប់គ្នាគិតថានាងចង់បោះបង់ការប្រកួតទៅហើយប៉ុន្តែនៅពេលនាងគោះទុំមួយផាំងរូបចម្លាក់ការ៉ុតដ៏ស្រស់ស្អាតក៏លេចចេញមកភ្លាមគ្រប់គ្នាស្រែកហូដោយក្តីរំភើបសូម្បីតែគូប្រជែងក៏ភាំងដែរក្មេងស្រីក៏បានឈ្នះក្នុងវគ្គជំនាញកាំបិតវិញ្ញាសាទី2គឺការធ្វើស៊ុបគូប្រជែងរបស់នាងធ្វើស៊ុបមើលទៅគួរឲ្យចង់ញ៉ាំខ្លាំងណាស់ហើយគណៈកម្មការក៏សរសើរគ្រប់គ្នាដែរប៉ុន្តែនៅពេលក្មេងស្រីលើកំហូបមកវាគឺជាស៊ុបពណ៌ខ្មៅមួយចានគ្រប់គ្នាឆ្ងល់នឹងរូបរាងមិនគួរឲ្យចង់ញ៉ាំរបស់វាប៉ុន្តែនៅពេលបុរសនោះយកស្លាបព្រាមកគោះចានស៊ុបពណ៌ខ្មៅនោះក៏ប្រែជាពណ៌ស្អាតភ្លាមបន្ទាប់ពីភ្លក់រួចបុរសនោះមានការតក់ស្លុតយ៉ាងខ្លាំងព្រោះរសជាតិស៊ុបនេះគឺដូចគ្នាបេះបិទទៅនឹងម្ហូបដែលក្មេងស្រីម្នាក់នោះធ្លាប់ធ្វើឲ្យគេញ៉ាំកាលពីមុន